បាទក្រុមយើងសុខពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំនៅចំណុចថ្មីពុកមួយទៀតតាក់ទងជាមួយនឹងការចាក់សារធាតុនៅក្នុងធុងចម្រោះរបស់យើងអញ្ចឹងតាក់ទងជាមួយនឹងការចាក់សារធាតុធុងចម្រោះនេះមានពុកម៉ែបងប្អូនមួយចំនួនគាត់សួរថានៅពេលដែលយើងចាក់សារធាតុតើចាក់មួយណាល្អចាក់កម្រិតណាល្អចាក់យកពេញហ្មងល្អអត់ឬក៏ចាក់មកសមរម្យនៅកម្រិតមួយណាដែលល្អមែនតើទៅនឹងការប្រើប្រាស់សារធាតុមិនថាសារធាតុចម្រោះបាទប្រភេទកាបោនឬក៏រេស៊ីនឬក៏អីដែរប្រភេទសារធាតុចម្រោះនៅក្នុងធុងចំពោះការចាក់សារធាតុប្រើប្រាស់នៅក្នុងបរិមាណធុងនីមួយៗគឺមានកម្រិតស្តង់ដាររបស់គេហេតុអីពីព្រោះតែនៅក្នុងធុងចម្រោះនេះវាមិនមែនគ្រាន់ដាក់សារធាតុទៅធ្វើការចម្រោះទេបាទវាមានមុខងារមួយទៀតមានន័យថានៅពេលដែលសារធាតុចម្រោះហ្នឹងចាប់កកចាប់ដីផ្សេងៗយើងត្រូវការលាងសម្អាតអញ្ចឹងបើសិនជាក្នុងករណីដែលពុកម៉ែបងប្អូនធ្វើការចាក់សារធាតុតាមបច្ចេកទេសក្នុងការណែនាំគឺតម្រូវឲ្យការប្រើប្រាស់សារធាតុមិនថាធុងមួយហ្នឹងប្រើពីរបីមុខចូលគ្នាទេបរិមាណសារធាតុរួមរបស់យើងគឺអាចចន្លោះតាម 80% ឬក៏ 90% យ៉ាងច្រើនបំផុតអត់អាចចាក់ពេញដល់លើទេព្រោះតែទី1ដោយសារតែពេលដែលយើងប្រើប្រាស់យូរទៅយើងត្រូវការលាងសម្អាតអញ្ចឹងកាលណាត្រូវការលាងសម្អាតគេត្រូវទុកបរិមាណចន្លោះនៅក្នុងកម្រិតប្រហែលជា 10% ទៅ 20% ដើម្បីឲ្យយើងធ្វើការលាងសម្អាតនៅពេលដែលយើងលាងសម្អាតបញ្ជាធុងបែបនេះនៅពេលដែលយើង back wash ឬក៏អីហ្នឹងឲ្យកកនៅក្នុងធុងហ្នឹងវាខ្ពុលចេញអញ្ចឹងកាលណាយើងមានចន្លោះបែបហ្នឹងវាធ្វើឲ្យខាងក្នុងហ្នឹងវាមានកន្លែងដែលធ្វើគេហៅថាបំលាស់នៅសារសម្ពាធរបស់ធុងឬក៏កកហ្នឹងអាចខ្ពុលចេញមកខាងលើបានដើម្បីហូរចោលទៅផ្នែកខាងក្រោយអញ្ចឹងកាលណាយើងចាក់ពេញពេកវាធ្វើឲ្យសម្ពាធចូលទៅក្នុងធុងណែនក៏ដូចជាការខ្ពុលចេញនៅកកទាំងអស់នោះអត់បានស្អាតអញ្ចឹងហើយជាទូទៅការចាក់សារធាតុនៅក្នុងធុងនេះគឺណែនាំឲ្យប្រើប្រាស់នៅក្នុងចន្លោះពី80% ទៅ 90% នៃធុងយ៉ាងច្រើនអត់អាចចាក់ពេញរហូតដល់ 100% ទេការដំណើរការចម្រោះគឺនឹងអាចជួបបញ្ហាឬក៏ស្ទះឬក៏ពេលលាងសម្អាតទៅជួបបញ្ហាការលាងសម្អាតនៅសារធាតុចម្រោះទាំងអស់នោះមិនបានស្អាតបាទនេះគឺតាក់ទងជាមួយនឹងចំណេះដឹងមួយទៀតតាក់ទងជាមួយនឹងការបរិមាណចាក់សារធាតុនៅក្នុងធុងចម្រោះរបស់ធុងចម្រោះទឹករបស់យើងនៅក្នុងប្រភេទសារធាតុមួយណាក៏បានដែរ